ไทยកម្ពុជាមិនមែនក្មេងបៀមដៃត្រៀមច្រកចេញសមុទ្ររួចរាល់គណៈអ្នកវិភាគប្រមានថៃហ៊ានតែបិទគឺប្រកាសសង្គ្រាមជាមួយពិភពលោកហើយបាទនេះគឺជាដំណឹងវិភាគខ្លះៗពាក់ព័ន្ធទៅនឹងរឿងថៃប្រកាសបិទសមុទ្រថ្មីណាបាទវាកំពុងតែបំភ័យធ្វើឲ្យកម្ពុជារបស់យើងស្លន់ស្លោក៏ប៉ុន្តែក្រសួងសាធារណការប្រកាសក្តែងថាកម្ពុជាមិនមែនក្មេងបៀមដៃប្រិយមិត្តជាទីមេត្រីដំណឹងស្ថានភាពសមរភូមិកំពុងតែក្តៅបាញ់បោះយ៉ាងខ្លាំងទៅហ៊ានថៃបាទវាយសម្រុកខ្លាំងក៏ប៉ុន្តែកម្ពុជារបស់យើងឈើជើងរឹងមាំបាទវាអ៊ូតក្តែងវាយកម្ពុជាបាទត្រឹមតែប្រហែលថ្ងៃឯគេមួយថ្ងៃពីរថ្ងៃប្រហែលម៉ោងជាដើមក៏ប៉ុន្តែឥឡូវនេះមិនទាន់ឆ្លងផុតព្រំដែនតាមខ្សែបន្ទាត់ផងបាទនេះគឺជាតំបន់តាមផ្លូវគោកថ្មើរជើងវាវាយអត់ដល់ទេឥឡូវហ៊ានមកប្រកាសបាទសង្គ្រាមជាមួយកម្ពុជានៅតាមផ្លូវទឹកទៅទៀតផ្លូវអាកាស AF-16 គ្រីបផែនរបស់វានោះធ្វើអីយើងបានតែត្រឹមពីលើហើយកុំតិចស្ពានតែប៉ុណ្ណឹងបាទលេងខូចគេមែនថៃឯងវាយមួយស្មើមើលកុំបានខ្លាំងតាលើផ្លូវអាកាសហើយប្រើផ្សែងពុលបាញ់ប្រហុយដាក់កម្ពុជាក៏ប៉ុន្តែយើងទប់ទល់បានបាទហើយឥឡូវនេះដូណាល់ត្រាំប្រកាសដាក់ទណ្ឌកម្មទៅលើប្រទេសថៃដែលមិនព្រមស្ដាប់គេឯងនោះប្រកាសដាក់ទណ្ឌកម្មឆ្លាច់បុគ្គលឈ្មោះអនុទីនតែម្ដងបាទចឹងទេមិនមកដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរទៅដោយសារតែប្រទេសថៃគឺជាអ្នកមិនស្ដាប់ដូណាល់ត្រាំឯងមិនស្ដាប់អានវ៉ាអេប្រាហ៊ីមកម្ពុជាទទួលយកបទឈប់បាញ់ចឹងទេមិនមកត្រាំជួយមើលកម្ពុជាផងក៏មានដាក់ទណ្ឌកម្មអីណាបាទហើយមិនមកអនុគ្រោះផងអនុគ្រោះពន្ធកើយពាណិជ្ជកម្មបធូរបន្ថយផងដោយសារតែអី F16 របស់ត្រាំឯងសហរដ្ឋអាមេរិកបាទបំផ្លិចបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាចឹងទេជួយមើលផងចំណុចនេះណាហើយដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរជាទីបំផុតចំពោះប្រទេសថៃតោះប្រិយមិត្តជាទីមេត្រីយកមកមើលដំណឹងពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសបិទច្រកសមុទ្របាទដែនសមុទ្រដែលថៃចេញមកប្រកាសបាទបិទតើវាគ្រោះថ្នាក់យ៉ាងណាដល់សេដ្ឋកិច្ចកម្ពុជារបស់យើងរឿងនេះថ្ងៃទី15ខែធ្នូ2025នេះលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញមុខវាយបកទៅកាន់ក្រុមជ្រុលនិយមរបស់ថៃយ៉ាងចាស់ដៃថាកម្ពុជាមិនមែនក្មេងបៀមដៃនោះទេការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កាសែតនិងមន្ត្រីថៃមួយចំនួនដែលប៉ុនប៉ងបិទផ្លូវនាវាចរក្នុងឈូងសមុទ្រដើម្បីរឹតបំពង់កសេដ្ឋកិច្ចកម្ពុជាលោកផនរឹមបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាបានត្រៀមលក្ខណៈរួចរាល់គ្រប់ទម្រង់និងមានច្រកដឹកទំនិញសមុទ្រចម្រុះនិងប្រទាក់ក្រឡាបាទច្រកដឹកទំនិញសមុទ្រចម្រុះនិងប្រទាក់ក្រឡាដែលធានាបានថានៅឯករាជ្យភាពនិងម្ចាស់ការទោះបីជាយ៉ាងណាក៏ដោយប្រិយមិត្តជាទីមេត្រីត្រូវយល់ពីរឿងនេះឲ្យច្បាស់ដើម្បីកុំឲ្យចាញ់បោកសង្គ្រាមចិត្តសាស្ត្ររបស់សៀមបាទរបស់ថៃអេឡែនយើងហៅថាថៃអេឡែនទៅចោះឥឡូវកុំឲ្យចាញ់បោកយ៉ាងម៉េចខ្ញុំសូមនិយាយពាក់ព័ន្ធនឹងផ្លូវច្បាប់បន្តិចច្បាប់ UNCLOS បាទច្បាប់សមុទ្រអន្តរជាតិUNCLOS ហ្នឹងគេហៅថាច្បាប់សមុទ្រអន្តរជាតិមិនមែនតាក់តែងមកដើម្បីឲ្យពួកឯងយកជើងជន់លេងទេមានការភ័យខ្លាចថាសៀមនឹងបិទផ្លូវសមុទ្រខ្មែរបាទសៀមនឹងបិទផ្លូវសមុទ្រខ្មែរខ្ញុំសូមប្រាប់ទៅវិញថាហ៊ានតែបិទគឺស្មើទៅនឹងការប្រកាសសង្គ្រាមជាមួយពិភពលោកហើយអានេះគឺថៃផ្ដាំទៅថៃឯងហ៊ានតែបិទគឺស្មើនឹងការប្រកាសសង្គ្រាមជាមួយពិភពលោកច្បាប់អន្តរជាតិចែងច្បាស់ណាស់ថាទោះបីជានាវាកម្ពុជាត្រូវជិះកាត់ដែនសមុទ្រទឹករបស់ថៃឬក៏វៀតណាមបាទពាក់ព័ន្ធរឿងកោះត្រល់អីណាណីនោះដើម្បីចេញទៅសមុទ្រធំក៏ដោយក៏ប្រទេសទាំងនោះគ្មានសិទ្ធិខាត់ឬបិទផ្លូវនោះឡើយដរាបណានាវាគ្រាន់តែជិះកាត់ដូចនេះទោះបីជាថៃគូសផែនទីបិទមុខយើងក៏គេមិនអាចហាមនាវាដឹកទំនិញរបស់យើងមិនឲ្យចេញចូលបានដែរបើហ៊ានធ្វើគឺខុសច្បាប់ពិភពលោកធ្ងន់ធ្ងរអានេះគឺរឿងហ្នឹងបាទបើហ៊ានតែធ្វើគឺខុសច្បាប់ពិភពលោកធ្ងន់ធ្ងរប្រិយមិត្តជាទីមេត្រីការពិតអំពីឈូងសមុទ្រនិងតំបន់ត្រួតគ្នាសូមកុំច្រឡំឈ្មោះថាឈូងសមុទ្រថៃបាទឈ្មោះថាឈូងសមុទ្រថៃឈូងសមុទ្រថៃនឹងឯងគ្រាន់តែជាឈ្មោះភូមិសាស្ត្រប៉ុណ្ណោះតាមពិតជាក់ស្ដែងផ្ទៃទឹកនៅតំបន់កណ្ដាលគឺជាដែនទឹកអន្តរជាតិដែលគ្មាននរណាម្នាក់អាចធ្វើជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខបាននោះទេបាទយើងតែងតែលើពាក្យថាឈូងសមុទ្រថៃណាប៉ុន្តែវាគ្រាន់តែជាឈ្មោះបាទជាឈ្មោះភូមិសាស្ត្រប៉ុណ្ណោះតាមពិតជាក់ស្ដែងផ្ទៃទឹកនៅតំបន់កណ្ដាលគឺជាដែនទឹកអន្តរជាតិអានេះគឺរឿងនឹងចំណែករឿងតំបន់ត្រួតគ្នា OCA ច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យអ្នកខ្លាំងយកទាំងអស់នោះទេគោលការណ៍របស់ UNCLOS តម្រូវឲ្យមានដំណោះស្រាយដោយសមធម៌មានថាស្មារភាពគ្នាសមធម៌ហ្នឹងណាប្រវត្តិសាស្ត្រតុលាការអន្តរជាតិបានបង្ហាញយ៉ាងច្បាស់ហើយថាគេតែងតែផ្ដល់យុត្តិធម៌ដល់រដ្ឋម្ចាស់ឆ្
ឆ្នេរដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយមកគូសផែនទីបិទផ្លូវដង្ហើមសមុទ្ររបស់ប្រទេសជិតខាងតាមអំពើចិត្តនោះឡើយបាទខ្ញុំនិយាយសារជាថ្មីប្រិយមិត្តចាំស្ដាប់បាទប្រវត្តិសាស្ត្រតុលាការអន្តរជាតិបានបង្ហាញច្បាស់ហើយថាគេតែងតែផ្ដល់យុត្តិធម៌ដល់រដ្ឋម្ចាស់ឆ្នេរដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយមកគូសផែនទីបិទផ្លូវដង្ហើមសមុទ្ររបស់ប្រទេសជិតខាងតាមអំបែងចិត្តបាទទំនឹងចិត្តរបស់ខ្លួនឯងទេផ្ដាំទៅភាគីថៃកុំបំភ័យប្រជាជនខ្មែរជាងនេះទៅទៀតការបិទផ្លូវសមុទ្រមិនមែនជារឿងរវាងខ្មែរថៃទេតែជារឿងអន្តរជាតិហេតុអីបានជាខ្ញុំនិយាយបែបអញ្ចេះប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីកំពុងផែទឹកជ្រៅរបស់យើងជាច្រកចេញចូលទំនិញរបស់ចិនតាមផ្លូវលបឿនលឿននិងក្រុមហ៊ុនយក្សជាច្រើនបាទនិងក្រុមហ៊ុនយក្សជាច្រើនសំណួរសួរថាម៉េចតើថៃហ៊ានបិទផ្លូវនាវាដឹកទំនិញរបស់ចិនអាមេរិកឬក៏អឺរ៉ុបដែលត្រូវចូលមកកម្ពុជាដែរទេប្រិយមិត្តជួយឆ្លើយគ្នាបាទដល់ជាមតិយោបល់ខមមិននៅខាងក្រោមមកតើថៃហ៊ានបិទផ្លូវនាវាដឹកទំនិញរបស់ចិនអាមេរិកអឺរ៉ុបដែលត្រូវចូលមកកម្ពុជាដែរទេចម្លើយនោះគឺមិនហ៊ានជាដាច់ខាតការបិទផ្លូវសមុទ្រកម្ពុជាស្មើនឹងការប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចបាទមហាអំណាចពីដាគេចិនអាមេរិកអឺរ៉ុបណោះបាទគេនាំទំនិញចូលកម្ពុជាទៅពេលអញ្ចឹងបើថៃឯងហ៊ានបិទមានថាប្រកាសសង្គ្រាមជាមួយពិភពលោកដូច្នេះគោលបំណងរបស់ពួកគេគឺជាលបែងចិត្តសាស្ត្រដើម្បីឲ្យខ្មែរភ័យស្លន់ស្លោនឹងឲ្យអ្នកវិនិយោគទាំងឡាយរត់ចោលស្រុកតែប៉ុណ្ណោះនេះគឺជាល្បិចចិត្តសាស្ត្ររបស់សៀមសែជាបន្តដំណឹងនេះប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាបាទកុំឲ្យខ្មែរដទៃផ្សេងទៀតមានការភ័យខ្លាចពាក់ព័ន្ធទៅនឹងរឿងហ្នឹងណាក៏ប៉ុន្តែប្រិយមិត្តជាទីមេត្រីបាទមានរឿងមួយដែលយើងត្រូវតែនិយាយការពិតបាទយើងអាចនិយាយការពារទាំងស្ដងបានទេយើងត្រូវតែនិយាយការពិតពាក់ព័ន្ធទៅនឹងរឿងនេះប្រិយមិត្តជាទីមេត្រីតើកម្ពុជាបានខ្លាចជារដ្ឋភាគីពេញលេញនៃ UN Close ហើយឬនៅរឿងនេះខ្ញុំកំពុងតែ search មើលបាទ search មើល Google ជាដើមក៏ប៉ុន្តែផុសតាងបញ្ជាក់ថានៅឡើយទេបាទចម្លើយហ្នឹងគឺមិនទាន់ទេបើប្រិយមិត្តណាដឹងជួយប្រាប់ផងគីឡូវាអាប់ដេតប្រែប្រួលស្ថានភាពយ៉ាងណាគិតមកចុងឆ្នាំ2025នេះទោះបីជាយើងបានចុះហត្ថលេខាតាំងពីឆ្នាំ1983នឹងទើបតែផ្ដល់សច្ចាប័នលើកកិច្ចព្រមព្រៀងBB NJ ការពារជីវៈចម្រុះបាទគេថា10BB NJ ថ្មីនេះក៏ដោយប៉ុន្តែរដ្ឋសភារបស់យើងនៅមិនទាន់ឡើយផ្ដល់សច្ចាប័ន ratify លើអនុសញ្ញាគោលដើម្បីឲ្យកម្ពុជាក្លាយទៅជារដ្ឋភាគីពេញលេញនៅឡើយនោះទេរឿងនេះគឺជាចំណុចរសើបមួយបាទថាតើកម្ពុជារបស់យើងបានក្លាយខ្លួនទៅជារដ្ឋភាគីពេញលេញហើយឬនៅសំណួរនេះគួរតែជួយមានចម្លើយប្រាប់បាទជួយបញ្ចេញមតិយោបល់ប្រាប់គ្នាផងបាទនេះជាចំណុចខ្វះខាតរដ្ឋាភិបាលត្រូវតែហ៊ានផ្ដល់សច្ចាប័ន UN Close ពេញលេញជាបន្ទាន់ដើម្បីយកសិទ្ធិប្តឹងសៀមទៅកាន់តុលាការអន្តរជាតិបើពួកគេហ៊ានតែបំពានបាទយើងមានកម្លាំងទ័ពការពារតែយើងក៏ត្រូវការអាវុធផ្លូវច្បាប់ឲ្យពេញដៃផងដែរទើបអាចការពារជាតិបានគ្រប់ជ្រុងជ្រោយអានេះរឿងហ្នឹងកុំចេះតែហ៊ានសៀមបាទកុំអាងខ្លួនមាន F16 ហោះហើរពេញ VH ពេញមេឃហើយចង់មកធ្វើជាចៅវាយលើទឹកច្បាប់ UN Close មិនមែនតាក់តែងមកដើម្បីឲ្យអ្នកឯងពួកអ្នកឯងយកជើងជន់លេងនោះទេអញ្ចឹងបើហ៊ានតែបិទគឺស្មើទៅនឹងការប្រកាសសង្គ្រាមជាមួយពិភពលោកអានេះរឿងនឹងថាតើចិនអាមេរិកបាទគេឈើមើលឲ្យថៃធ្វើអញ្ចឹងកើតដែរឬអត់ពាក់ព័ន្ធនឹងហ្នឹងណាដោយសារតែអីយើងនាំទំនិញពីចិនច្រើនទំនិញច្រើនពីប្រទេសចិនណាអញ្ចឹងទេចិនគួរតែមិនមកសំពើងថៃខ្លះទៅវាពិបាកដែរណាថៃហ្នឹងវាមកពីយូណាននឹងឯងពួកតៃនឹងឯងប្រិយមិត្តបាទថៃឡែនមកពីភាគខាងត្បូងបាទប្រទេសចិនអញ្ចឹងទេបងប្អូនគេណាបងប្អូនប្រទេសចិនក៏ប៉ុន្តែខ្ញុំបានអានអត្ថបទមួយបាទចុះផ្សាយរបស់ខ្មែរថាមណាកាលពីថ្ងៃទី9ខែឧសភា2025ដែលលើកឡើងពាក់ព័ន្ធទៅនឹង UN Close បារាំងជំរុញឲ្យកម្ពុជាផ្ដល់សច្ចាប័នបាទគេថា ratify លើ UN Close ណានៅក្នុងនោះប្រទេសបារាំងបានលើកទឹកចិត្តប្រទេសកម្ពុជាឲ្យផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រយើងហៅថា UN Close ជាង
4ទសវត្សរ៍បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះប៉ុន្តែមិនទាន់បានបញ្ចប់ដំណើរការផ្លូវច្បាប់ក្នុងស្រុកដែលតម្រូវឲ្យក្លាយជារដ្ឋបាទគេថាជាភាគីពេញលេញនៃសន្ធិសញ្ញានេះនៅឡើយទេថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសវេទិកាសារព័ត៌មានដែលមានចំណងជើងថាទំនាក់ទំនងការទូតកម្ពុជាបារាំងនិងការអភិវឌ្ឍនៅកម្ពុជាដែលបានប្រារព្ធឡើងថ្មីនេះនៅស្ថានទូតបារាំងនឹងរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា CCJ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យកម្ពុជានេះបន្តទៅមុខជាមួយនឹងការផ្ដល់សច្ចាប័នលើ UN Clause ដែលត្រូវបានអនុម័តក្នុងឆ្នាំ1982លោកបានមានប្រសាសន៍ថាទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងគឺមានសារៈសំខាន់ខ្លាំងណាស់ហើយខ្ញុំសង្ឃឹមថាដំណោះស្រាយមួយអាចនឹងត្រូវបានរកឃើញចំពោះបញ្ហាលំបាកដែលនៅសេសសល់ដែលអាចនៅតែមានបាទលោកបន្ថែមថាក្នុងន័យនេះយើងលើកទឹកចិត្តកម្ពុជាទោះក្នុងករណីណាក៏ដោយឲ្យផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រវាជាសន្ធិសញ្ញាដែលកម្ពុជាបានចុះហត្ថលេខាជាយូរមកហើយទោះជាប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសហត្ថលេខីនៃអនុសញ្ញា UN Clause តាំងពីឆ្នាំ1983ក៏ដោយក៏សភារបស់ខ្លួនមិនទាន់បានផ្ដល់សច្ចាប័នលើអនុសញ្ញានេះនៅឡើយទេដែលចូលជាធរមាននៅឆ្នាំ1994សម្រាប់រដ្ឋដែលបានផ្ដល់សច្ចាប័នឬចូលរួមនៅក្នុងអនុសញ្ញានេះលោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថាបាទបារាំងណាយើងជឿជាក់ថាការផ្ដល់សច្ចាប័នរបស់ខ្លួនអាចផ្ដល់ឲ្យកម្ពុជានៅការការពារបន្ថែមនិងស្របច្បាប់និងស្របតាមការបដិញ្ញាចិត្តរួមគ្នារបស់យើងចំពោះច្បាប់អន្តរជាតិវាគឺជាសន្ធិសញ្ញាដ៏សំខាន់មួយប្រទេសកម្ពុជាគឺជាភាគីមួយរួចហើយនៃអនុសញ្ញាទីក្រុងសឺណែវឆ្នាំ1958ស្តីអំពីច្បាប់សមុទ្រនិងពិធីសារជំរើសឆ្នាំ1970ស្តីអំពីការដោះស្រាយវិវាទកាតព្វកិច្ចទោះជាយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកច្បាប់បានជំរុញជាយូរមកហើយឲ្យកម្ពុជាបាទនេះផ្ដល់សច្ចាប័នលើ UN Clause ដើម្បីការពារព្រំដែននិងធនធានសមុទ្ររបស់ខ្លួនឲ្យកាន់តែប្រសើរឡើងរួមទាំងការនេសាទនិងទុនបំរុងប្រេងនិងឧស្ម័ននៅឯនៃសមុទ្រទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀតក៏ដោយប្រទេសកម្ពុជាមិនទាន់បានចាត់វិធានការជាផ្លូវការឆ្ពោះទៅរកការផ្ដល់សច្ចាប័ននេះនៅឡើយទេឆ្នេរសមុទ្ររបស់ប្រទេសនេះមានសន្ធឹងប្រវែង435គីឡូម៉ែត្រតាមបណ្ដោយឈូងសមុទ្រថៃដែលគ្របដណ្ដប់លើខេត្តកោះកុងកំពតកែបនិងព្រះសីហនុប្រទេសកម្ពុជាមានព្រំដែនសមុទ្រជាមួយប្រទេសថៃនិងវៀតណាមដែលបង្កើនតម្រូវការសម្រាប់គ្រប់ខណ្ឌច្បាប់ដ៏រឹងមាំដើម្បីគ្រប់គ្រងនិងដោះស្រាយការទាមទារឬចំនួនដែលត្រួតស៊ីគ្នាអនុសញ្ញា UN Clause គឺជាសន្ធិសញ្ញាអន្តរជាតិចម្បងដែលគ្រប់គ្រងសិទ្ធិនិងការទទួលខុសត្រូវលើសមុទ្រវាបង្កើតតំបន់សមុទ្រដូចជាដែនទឹកនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខព្រមទាំងកំណត់បទបញ្ញត្តិសម្រាប់ការធ្វើនាវាចរការការពារបរិស្ថាននិងការស្រាវជ្រាវវិទ្យាសាស្ត្រនិងការធ្វើអាជីវកម្មធនធានសមុទ្រលោកចៅក្រមដែលមកពីសមាជិកនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ITLOS បានប្រាប់កាសែតខ្មែរ